អ្នកទាំងអស់គ្នាតើយើងមាន10ឆ្នាំប្រហែលដង10ឆ្នាំដំបូងណាគឺយើងប្រើពេលវេលាទៅលើការរៀនអីគេរៀននិយាយរៀនដើររៀនរៀនពីមនុស្សនៅជុំវិញខ្លួនរៀនពីអ្នកមានគុណរបស់យើង10ឆ្នាំបន្ទាប់យើងរៀនពីអីរៀនពីគ្រូ10ឆ្នាំបន្ទាប់ទៀតយើងរៀនពីអីរៀនពីធីមការងាររបស់យើងហើយ10ឆ្នាំបន្ទាប់ទៀតយើងរៀនពីអីរៀនពីជីវិតគូអញ្ចឹងអ្នកទាំងអស់គ្នាពេលខ្លះណាបើសិនជាយើងគិតពីអនាគតច្រើនពេកធ្វើយើងសុញខ្លាំងណាសុញខ្លាំងបែបណាអនាគតមិនទាន់មកដល់ផងយើងគិតទុកមុនថាអីអនាគតអញបែបណាអីបែបណាយើងគិតបានតែកុំផ្ដោតខ្លាំងពេកព្រោះថាជីវិតអ្នកល្អឬមិនល្អមិនមែនស្ថិតនៅលើអនាគតទេស្ថិតនៅលើបច្ចុប្បន្នបើសិនជាបច្ចុប្បន្នអ្នកបកកាយបច្ចុប្បន្នអ្នកខ្លាំងបច្ចុប្បន្នអ្នកមានចំណេះដឹងណាអនាគតរបស់អ្នកក៏ខ្លាំងដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអានេះគឺជាចំណុចមួយដែលគ្រូយន្ទីសូមចែកម្លែកអតីតគ្រូយន្ទីគឺជាបុគ្គលម្នាក់ដែលសុញខ្លាំងហើយ stress ខ្លាំងបរោយអនាគតមិនទាន់មកដល់ផងគិតឈឺចាប់មុនពិបាកចិត្តមុនបាទអញ្ចឹងគ្រូយន្ទីចំណាយពេលវេលាពី10ឆ្នាំទៅ10ឆ្នាំរស់នៅជាមួយនឹងការឈឺចាប់រស់នៅជាមួយនឹងការលំបាករស់នៅជាមួយនឹងការទ្រាំហេតុអីអ្នកទាំងអស់គ្នាពេលខ្លះណាជីវិតរបស់យើងវាអត់ហត់ដល់ថ្នាក់ធ្វើឲ្យយើងបាក់ទឹកចិត្តអត់ទេតែមកពីយើងគិតច្រើនពេកយើងអត់ចេះប្រឡែងឧទាហរណ៍ថាអញ្ចេះរឿងតាន់តិចទេយើងខឹងគេតាន់តិចតែយើងពង្រីកបានវែងឆ្ងាយឧទាហរណ៍ថាហុយបុគ្គលម្នាក់ហ្នឹងខ្ញុំជួយគាត់រហូតចុះហេតុអីពេលដែលខ្ញុំត្រូវការគាត់អត់ជួយខ្ញុំវិញអាហ្នឹងគឺជាបញ្ហាអត់អ្នកទាំងអស់គ្នាពេលខ្លះបុគ្គលដែលយើងធ្លាប់ជួយហ្នឹងណាគាត់អត់ទាន់មានលទ្ធភាពជួយយើងវិញហើយយើងអង្គុយគិតអង្គុយឈឺចាប់អង្គុយពិបាកចិត្តអង្គុយតូចចិត្តធ្វើអូខ្ញុំធ្វើបន់ហេតុអីបានទោសអូយម្នាក់ហ្នឹងលើកក្រោយខ្ញុំមិនជួយទេអូអានេះគឺជាលើកចុងក្រោយរបស់ខ្ញុំដែលខ្ញុំជួយម្នាក់ហ្នឹងនិយាយត្រង់អ្នកទាំងអស់គ្នាពេលខ្លះវាអត់ស័ក្តិសមនឹងធ្វើឲ្យយើងខឹងធ្វើឲ្យយើងធុញធ្វើឲ្យយើងបាត់បង់កម្លាំងចិត្តឯងយើងផ្ដោតរឿងហ្នឹងដឹងតែភ្លើងក្តៅណាគិតដល់ម្នាក់ហ្នឹងហើយឈឺចាប់គិតដល់ម្នាក់ហ្នឹងហើយពិបាកចិត្តគិតដល់ម្នាក់ហ្នឹងហើយធ្វើឲ្យយើងក្តៅដឹងតែភ្លើងក្តៅតែនៅតែចាប់ភ្លើងទៀតអញ្ចឹងអ្នកទាំងអស់គ្នារៀនបន្លែងខ្លះទៅព្រោះថាយើងមើលអត់ឃើញតែថ្ងៃស្អែកយើងនឹងខ្លាចទៅជាបុគ្គលរូបណាយើងមើលអត់ឃើញទេអញ្ចឹងចូលឲ្យបច្ចុប្បន្ននេះមានក្តីសុខខ្លាំងបំផុតក្តីសុខអីគេក្តីសុខនឹងការគិតក្តីសុខនឹងការធ្វើក្តីសុខនឹងការនិយាយហើយនឹងក្តីសុខជាមួយនឹងក្រុមគ្រួសាររបស់យើងពេលខ្លះអ្នកទាំងអស់គ្នារឿងខាងក្រៅណាវាអត់ស័ក្តិសមនឹងធ្វើឲ្យគ្រួសាររបស់យើងពិបាកផងហេតុអីបានជាគេហៅថាភ្លើងក្នុងផ្ទះអត់អីផងយកភ្លើងខាងក្រៅមកហ្នឹងហើយគឺជាចំណុចមួយដែលអ្នកទាំងអស់គ្នាមើលអត់ឃើញតម្លៃនៃជីវិតតាមពិតទៅអ្នកទាំងអស់គ្នាដើមឈើមួយដើមណាគាត់ដើរទៅខ្វល់លើដើមឈើខាងក្រៅអត់ទេដើមឈើមួយដើមបើថាគាត់ដុះហើយគាត់លូតលាស់ខ្លួនឯងប្រឹងចាក់ឬខ្លួនឯងរីកខ្លួនឯងព្រោះគាត់អត់អាចទៅលំងាស់រឿងបុគ្គលណាម្នាក់បានទេទោះបីលំងាស់ក៏ជីវិតគាត់អត់បដូរទៅណាដែរមានតែគាត់គេហៅថាដាក់ទឹកស្រោចជីខ្លួនឯងនឹងឯងដូចគ្នាអ្នកទាំងអស់គ្នាបើសិនជាអ្នកចង់ឲ្យជីវិតអ្នករីកណាព្យាយាមមកផ្ដោតលើខ្លួនឯងហើយពេញចិត្តនៅអ្វីដែលខ្លួនឯងហើយពង្រីកនៅអ្វីដែលខ្លួនឯងចង់បានបន្តទៀតឧទាហរណ៍ថាមនុស្សយើងណាទទួលស្គាល់ថារស់នៅក្នុងភាពលោកចង់បានឡានមួយហើយចង់បានឡានមួយទៀតចង់បានផ្ទះមួយហើយចង់បានផ្ទះមួយទៀតមិនថាបុគ្គលរូបណាក៏មានអារម្មណ៍មួយនេះដែរអ្នកដែលអត់មានអារម្មណ៍មួយនេះមានតែពុទ្ធទេដែលគាត់លះកលេសមានតែព្រះសម្មាសម្ពុទ្ធហើយនិងព្រះសង្ឃទេអញ្ចឹងអ្នកទាំងអស់គ្នាចំពោះបុគ្គលដែលត្រូវការប្រាថ្នាបដូរជីវិតចូលពេញចិត្តនៅអ្វីដែលខ្លួនឯងមានខណៈពេលនេះព្រោះថាយើងមើលអត់ឃើញថ្ងៃដែលយើងស្លាប់ទៅវិញណាយើងដឹងថ្ងៃដែលយើងកើតយើងដឹងថ្ងៃដែលយើងរៀបការយើងដឹងថ្ងៃដែលយើងគេហៅថាធ្វើអីមួយយើងដឹងតែថ្ងៃដែលយើងស្លាប់ទៅវិញយើងអត់អាចកំណត់បានទេណាអញ្ចឹងចូលពេញចិត្តនៅអ្វីដែលខ្លួនឯងមានកុំខ្សុញនឹងអនាគតខ្លាំងពេកដោយសារអនាគតល្អឬមិនល្អវាពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្នអូខេណាតែក្តីស្រឡាញ់